ពិបាកនៅក្នុងការមើលឃើញតម្លៃខ្លួនឯងពិបាកនៅក្នុងការដែលបង្ហាញអីដែលជាគាត់ទៅកាន់មនុស្សជុំវិញចាអញ្ចឹងនៅពេលដែលគាត់មានគេហៅ low self esteem ឬក៏ការឲ្យតម្លៃខ្លួនឯងទាបហ្នឹងបានហ្នឹងហើយអញ្ចឹងអរគុណសំណាងមែនតើបានចែកម្លែកតទៅជាមួយនឹងក្តីស្រឡាញ់អញ្ចឹងគិតថាវាអាចថាជាគំនិតឬក៏ជាយោបល់បន្តិចបន្តួចមិនច្រើនទេអញ្ចឹងណាប្រិមិត្តអញ្ចឹងប្រិមិត្តអាចយកទៅអនុវត្តបានអញ្ចឹងណាដោយសំណាងគាត់លើកឡើងអញ្ចឹងប្រហែលជាមនុស្សភាគច្រើនទាំងគេសូម្បីតែខ្ញុំអ្នកនិយាយនឹងភាគច្រើនយើងលាក់បាំងអ្វីដែលមិនល្អខ្លួនឯងហើយយើងព្យាយាមនិយាយពីចំណុចល្អទៅឲ្យអ្នកដទៃដឹងទៅឲ្យអ្នកដទៃស្ដាប់ហើយជាវាជាចំណុចមួយដែលជាធម្មជាតិរបស់ចិត្តហ្នឹងមនុស្សតែងតែអាហ្នឹងវានៅក្នុងមនុស្សតែងតែអាត្មានិយមហើយយើងចូលចិត្តប្រាប់ពីចំណុចល្អរបស់ខ្លួនហើយលើកពីចំណុចមិនល្អរបស់អ្នកដទៃហើយជាអញ្ចឹងប៉ុន្តែខ្ញុំនឹងព្យាយាមរៀនហើយព្យាយាមស្វែងយល់អញ្ចឹងណាប្រិមិត្តហើយអរគុណច្រើនមែនទែនសំណាងដែលបានចែកម្លែកចូលទៅសំណួរបន្ទាប់ទៀតសំណាងចង់ឲ្យសំណាងចែកម្លែកដែរតើតោះជាមួយនឹងថានៅពេលដែលយើងមិញតើតោះមួយក្តីស្រឡាញ់ហើយវាអាចថាតើតោះមួយតម្លៃនៅពេលដែលយើងមានអារម្មណ៍ថាយើងអត់មានតម្លៃសោះនៅឡើងហ្នឹងហើយតែយើងគួរធ្វើម៉េចដើម្បីឲ្យខ្លួនឯងឈប់មានគំនិតបែបហ្នឹងឧទាហរណ៍ថាយើងគិតថានៅហ្នឹងគេមកឲ្យតម្លៃយើងគិតយើងអ្នកគិតហ្នឹងហើយបន្ទាប់មកយើងចាប់ដើមមានអារម្មណ៍តូចចិត្តយើងចាប់ដើមមានអារម្មណ៍អន់ចិត្តប៉ុណ្្នឹងដែរប្រកែប៉ុណ្្នឹងដែរហ្នឹងហើយគេអត់ឲ្យតម្លៃសោះគេមើលឃើញតម្លៃយើងសោះយើងខំប្រឹងប៉ុណ្្នឹងដែរនៅគេមើលឃើញតម្លៃចិត្តរបស់យើងចាប់ដើមយកមកគិតទាំងដែរប្រហែលជាអ្នកទាំងអស់ហ្នឹងគាត់អត់ដឹងផងឬក៏អាចថាវាដូចអ្វីដែលគាត់គិតចុះប៉ុន្តែគាត់គួរធ្វើម៉េចដើម្បីខ្លួនឯងព្រោះយើងអាចទៅកែប្រែអ្នកទាំងអស់នោះបានទេតែគាត់គួរធ្វើម៉េចចំពោះខ្លួនគាត់អរគុណច្រើនសម្រាប់សំណួរមួយនេះជាមើលកលេចទៅមើលសង្គមបច្ចុប្បន្នរឿងបញ្ហានេះអាចកើតឡើងច្រើនចា៎នៅឧទាហរណ៍ថានៅក្នុងកន្លែងការងារប្រសិនបើមានអារម្មណ៍ថាដូចជាគេឲ្យតម្លៃខ្ញុំសោះខ្ញុំប្រកែប៉ុណ្ណឹងដែរយើងអាចឈប់មកផ្លែតហើយយើងសួរខ្លួនឯងវិញតើស្អីទៅជាតម្លៃរបស់យើងសួរខ្លួនឯងតើតម្លៃរបស់យើងដែលយើងមានហ្នឹងវាស៊ីគ្នាទៅនឹងតម្លៃកន្លែងការងារហ្នឹងអត់ចាជួនកាលកន្លែងការងារគុណតម្លៃនៅកន្លែងការងារវាអាចខុសពីអ្វីដែលជាគុណតម្លៃរបស់យើងហើយពេលខ្លះយើងអាចស្វែងរកតម្លៃរបស់យើងហ្នឹងនៅកន្លែងមួយដែលខុសទៀតចាអញ្ចឹងនេះគឺជារឿងមួយអាចនិយាយបានថាវាទាំងពីរទាំងអាចមកពីកន្លែងការងារនិងមកពីបុគ្គលអញ្ចឹងចំណុចទី1យើងអាចទៀងទាត់មើលតើយើងសួរខ្លួនឯងតើអីជាតម្លៃរបស់ខ្ញុំតើកន្លែងការងារហ្នឹងអាចផ្ដល់នៅតម្លៃដែលខ្ញុំមាននឹងបានអត់ហើយចំណុចមួយទៀតយើងអាចមើលមកខ្លួនឯងដែរជួនកាលបញ្ហាគឺវាអាចកើតចេញមកពីយើងខ្លួនឯងដែរដូចខាងដើមដែលខ្ញុំបាននិយាយនៅពេលដែលមនុស្សម្នាក់គាត់អត់ស្រឡាញ់ខ្លួនឯងឬក៏គាត់ឲ្យតម្លៃខ្លួនឯងទាបគាត់នឹងឆាប់មានអារម្មណ៍អូគេគិតមកខ្ញុំអញ្ចេះគេគិតមកខ្ញុំអញ្ចេះអូខ្ញុំហាក់បីដូចជាអត់ទទួលបានអារម្មណ៍ថាគេឲ្យតម្លៃឯងដូចជាគិតច្រើនខ្វាយខ្វល់ច្រើនទទួលអារម្មណ៍ដូចជាខ្លួនឯងតូចទាបនៅក្នុងកន្លែងការងារហ្នឹងត្រូវបានគេមើលអត់ឃើញទេអញ្ចឹងនៅក្នុងចំណុចនេះវាអាចមកពីបទពិសោធន៍ពីកុមារភាពរបស់គាត់ដែរគាត់ពិបាកនៅក្នុងការមើលឃើញតម្លៃខ្លួនឯងពិបាកនៅក្នុងការដែលបង្ហាញអីដែលជាគាត់ទៅកាន់មនុស្សជុំវិញចាអញ្ចឹងនៅពេលដែលគាត់មានគេហៅ low self esteem ឬក៏ការឲ្យតម្លៃខ្លួនឯងទាបហ្នឹងវាមានអាកប្បកិរិយាមួយដូចថាព្យាយាមផ្គប់ចិត្តគេព្យាយាមធ្វើគ្រប់យ៉ាងទាំងអស់តែហាក់ដូចជាអត់ទទួលបានតម្លៃចាចំណែកការគិតឬក៏អារម្មណ៍វិញមានអារម្មណ៍ភ័យខ្លាចច្រើនមានអារម្មណ៍គិតច្រើនថាគេគិតមកខ្លួនឯងបែបណាអត់សូវមានទំនុកចិត្តនៅក្នុងការដែលបង្ហាញអ្វីដែលជាគុណតម្លៃឬក៏ជាខ្លួនឯងចាអញ្ចឹងខ្ញុំមានពីចំណុចហ្នឹង
មិនសិនជាយើងអាចមកឫសគល់នៃបញ្ហាហើយបន្ទាប់មកយើងនឹងធ្វើការទៅលើបញ្ហាហ្នឹងបើសិនជារកឃើញថាខ្លួនឯងមានការឲ្យតម្លៃខ្លួនឯងទៀតហ្នឹងហើយគឺវាជះឥទ្ធិពលទៅលើទំនាក់ទំនងទៅលើការងារអារម្មណ៍របស់យើងពិបាកនៅក្នុងការដែលទំនាក់ទំនងជាមួយមនុស្សជុំវិញមានអារម្មណ៍ថាខ្លួនឯងអន់ចាហើយចំណុចចុងក្រោយនោះគឺជាការដែលគុណតម្លៃក្នុងការគុណតម្លៃរបស់យើងអត់ស៊ីគ្នាអត់ត្រូវគ្នាជាមួយកន្លែងការងារអញ្ចឹងក៏ជាផ្នែកមួយដែលយើងឆ្លុះបញ្ចាំងដូចដែរតើបើយើងនៅនឹងបន្តទៀតតើវានឹងជួយយើងឲ្យរីកចម្រើនអត់ឲ្យគុណតម្លៃរបស់យើងហ្នឹងវាកាន់តែប្រសើរឡើងឬក៏បែបណាដែរអញ្ចឹងទៅអរគុណមែនតើតំណាងល្អមែនតើសម្រាប់ការចែកម្លែកប៉ុន្តែអាទាំងអស់ហ្នឹងវាអាចថាមកពីគាត់ឬក៏មកពីអ្នកតីឬក៏គាត់គួរធ្វើម៉េចមានជាបច្ចេកទេសអីជាបបិសោតដែលតំណាងគាត់ជួបមានខេសឬក៏មានករណីជាក់ស្ដែងដែលតំណាងគាត់ជួបឯងតែយើងធ្វើទៅវាមានប្រសិទ្ធភាពចឹងណានឹងសួរថាមកពីខ្លួនឯងឬមកពីអ្នកដទៃណាជាទូទៅដូចបរិយនិយាយចឹងត្រូវខ្លួនយើងគឺមើលអត់ឃើញខ្លួនឯងទេពេលខ្លះមើលអត់ដឹងស្មីតែខ្ញុំជឿថាក៏នៅមានរឿងច្រើនទៀតដែលខ្ញុំមើលខ្លួនឯងអត់ឃើញមិនអត់ដឹងដែរតែព្យាយាមរៀនសូត្រពីខ្លួនឯងបន្ថែមទៀតអញ្ចឹងណាប៉ុន្តែនៅកន្លែងការងារពេលខ្លះយើងមើលម្លងខ្លួនឯងយើងអត់ដឹងថាខ្លួនឯងធ្វើអីឬក៏អីប៉ុន្តែមនុស្សជុំវិញយើងអាចនឹងមើលឃើញមនុស្សជុំវិញយើងអាចនឹងដឹងចាអញ្ចឹងវាមានយើងដឹងខ្លួនឯងចាហើយក៏មានរឿងដែលយើងអត់ដឹងពីខ្លួនឯងដែរមានរឿងដែលអ្នកដទៃដឹងពីយើងហើយក៏មានរឿងដែលអ្នកដទៃអត់ដឹងពីយើងដែរចាជាការល្អបើសិនជាយើងស្មោះត្រង់ឬក៏ក្លាហានក្នុងការចង់ឲ្យខ្លួនឯងរៀនសូត្របន្ថែមទៀតយើងអាចរកបុគ្គលណាម្នាក់ដែលយើងគិតថាយើងទុកចិត្តគាត់ការដែលដំបូលមានឬក៏ការយល់ឃើញរបស់គាត់ហ្នឹងគឺយើងអាចនិយាយបានថាវាស្មោះត្រង់វាសុក្រិតវាមិនបានផ្អែកទៅលើបុគ្គលឬក៏ផលប្រយោជន៍ផ្ទាល់ខ្លួនអីអញ្ចឹងណាចាអញ្ចឹងអាចសួរគាត់ថាតើខ្ញុំមិនដែរចឹងទៅកន្លែងការងារដែលយើងបើកចំហចាបើយើងនៅកន្លែងការងារយើងសួរពីការបំពេញការងាររបស់យើងចាស់ប្រសិទ្ធភាពគុណភាពការងារឬក៏ទំនាក់ទំនងនៅក្នុងកន្លែងការងារនឹងជាមួយមនុស្សដទៃទៀតតើខ្ញុំយ៉ាងម៉េចដែរចាអញ្ចឹងនៅពេលដែលគាត់និយាយមកយើងខ្លួនឯងគឺត្រូវរីករាយដែរត្រូវការរួចរាល់ក្នុងការស្ដាប់អ្វីដែលគាត់នឹងនិយាយមកវិញដែរតែក៏មិនប្រកាសថាអ្វីដែលអ្នកទៀតនិយាយមកកាន់ហ្នឹងគឺសុទ្ធតែត្រូវទាំងអស់ឯងប៉ុន្តែយើងខ្លួនឯងយើងត្រូវការជាមនុស្សម្នាក់ដែលគេហៅថាដាក់ខ្លួនទុនភ្លុនសុភាពនៅក្នុងការដែលយើងរៀនសូត្រអញ្ចឹងទោះបីជាគាត់និយាយបែបណាយើងយកមកឆ្លុះបញ្ចាំងយើងយកមកគិតចាអានេះវាគឺជាគេហៅថាអិយាបថល្អមួយសម្រាប់ឲ្យយើងនៅតែអាចរៀនសូត្រនៅតែអាចបន្តការអភិវឌ្ឍខ្លួនឯងបានអញ្ចឹងណាហើយខ្ញុំអាចនិយាយបានថាប្រសិនបើបុគ្គលគាត់អត់មានអិយាបថទាំងអស់នឹងទេគឺគាត់ពិបាកក្នុងការមើលឃើញខ្លួនឯងឬក៏ពិបាកនៅក្នុងការរៀនសូត្រផងដែរចាអញ្ចឹងក៏វាទាមទារចេញពីបុគ្គលផ្ទាល់ក្នុងការដែលគាត់ចង់រៀនសូត្រចង់អភិវឌ្ឍខ្លួនឯងចង់ឲ្យខ្លួនឯងរីកចម្រើនអាហ្នឹងគឺគាត់អាចទៅបានដូចបរិយនិយាយមុនហ្នឹងថាចុះបើគាត់អត់ដឹងគាត់មើលម្លងខ្លួនឯងចាតែខ្ញុំជឿថាបើសិនជាគាត់មានបុគ្គលិកលក្ខណៈដូចដែលខ្ញុំនិយាយហ្នឹងក៏អាចជាផ្នែកមួយធ្វើឲ្យគាត់អាចរៀនសូត្រហើយនឹងមានការផ្លាស់ប្ដូរទៅតាមធនធានទៅតាមអីដែលជាគាត់អញ្ចឹងទៅអញ្ចឹងវាអាចថានៅពេលដែលយើងអត់ដឹងច្បាស់យើងអាចស្វែងរកអ្នកនៅចិត្តខ្លួនយើងឬក៏អ្នកណាដែលយើងទុកចិត្តអីចឹងចាឬក៏មួយទៀតគឺជាអ្នកជំនាញផ្លូវចិត្តតែម្ដងចាដោយសារអ្នកជំនាញផ្លូវចិត្តគាត់ទទួលបានការបណ្ដុះបណ្ដាលការអប់រំដែលមានជំនាញវិជ្ជាជីវៈអញ្ចឹងណានៅក្នុងនឹងមានទាំងការគោរពឲ្យតម្លៃការរក្សាការសម្ងាត់
ចាអញ្ចឹងនៅពេលដែលយើងចែកម្លែកយើងនិយាយទៅកាន់គាត់គឺយើងអត់មានអារម្មណ៍ភ័យខ្លាចថារឿងរបស់យើងត្រូវបានជនទី3ទី4អីដឹងទេចាអញ្ចឹងបើសិនជាអ្នកដែលគាត់ឃើញថាខ្លួនឯងដូចជាមានបញ្ហាដូចដែលបានរៀបរាប់ខាងលើអីហើយចង់រៀនសូត្រឬក៏ចង់ឲ្យខ្លួនឯងមានការរីកចម្រើនឬក៏ផ្លាស់ប្ដូរអីក៏អាចគិតទៅដល់ស្វែងរកជំនួយពីអ្នកជំនាញផ្លូវចិត្តដែរអញ្ចឹង